បន្ទាប់ពីបានការជាថ្មីសូបានរកឃើញសម្បត្តិស្នេហាកាលពីសម័យវិទ្យាល័យរបស់នាងតាមពិតវាត្រូវបានលួចម៉ូតូដោយមិត្តសម្លាញ់របស់នាងសោះកាលនោះសូបានសរសេរសម្បត្តិទៅ Henry ប៉ុន្តែបន្ទាប់ពី Henry សម្បត្តិនោះរួចគេបែរជាប្រព្រឹត្តដាក់សូដូចជាសត្រូវនឹងគ្នាពេលនេះសូបានឃើញសម្បត្តិនោះហើយវាពេញទៅដោយពាក្យជេរប្រមាថមើលងាយ Henry សូស្រឡាំងកាំងជាខ្លាំងព្រោះវាពិតជាសរសេរដោយដៃរបស់នាងមែនប៉ុន្តែនាងមិនដែលសរសេរសម្បត្តិបែបនេះឡើយសូយល់ភ្លាមថាអែននេះបានលួចហាត់សរសេរតាមចំណេះដៃនាងជាយូរមកហើយដើម្បីបន្ទោសម្បត្តិនេះក្រោយពេលការយល់ច្រឡំត្រូវបានដោះស្រាយអ្នកទាំងពីរក៏រៀបនឹងចាក់ចេញសូដឹងថា Henry នៅតែមានចិត្តលើនាងដើម្បីបដិសេធគេនាងក៏ប្រាប់ថាខ្លួនមានមិត្តប្រុសរួចហើយ Henry សួរថាតើជាបុរសខ្ពស់ពាក់វ៉ែនតាមអ្នកនោះមែនទេសូឆ្ងល់ក្នុងចិត្តថាតើមិនមែនជាជីមទេអីតើពួកគេស្គាល់គ្នាដោយរបៀបណា Henry ក៏រៀបរាប់ប្រាប់នាងពីរឿងដែលជីមបានទៅជួបគេទស្សនវិជ្ជាដែលពួកគេនៅជាមួយគ្នាត្រូវបានមើលឃើញដោយជីមដែលកំពុងធ្វើដំណើរត្រឡប់មកផ្ទះវិញជីមមិនបានដើរចូលទៅជិតពួកគេទេប៉ុន្តែពេលកំពុងចាក់ចេញគេមិនអាចទុកចិត្តបានក៏ទេទៅសូតែនាងមិនបានទទួលទូរស័ព្ទឡើយនៅតាមផ្លូវត្រឡប់មកវិញសូដឹងខ្លួនថាមានមនុស្សតាមពីក្រោយនាងក៏ចាប់ផ្ដើមរត់យ៉ាងលឿនប៉ុន្តែរំពេចនោះហេនក៏បង្ហាញខ្លួននៅពីមុខនាងសូសួរគេថាហេតុអ្វីតាមនាងប៉ុន្តែហេនបែរជាសម្លឹងមើលនាងតាំងពីក្បាលដល់ចុងជើងរួចសួរថានាងរៀបចំខ្លួនស្អាតបែបនេះដើម្បីទៅបញ្ឆោតអ្នកណាគេបានអន់ទៅហិតក្លិនខ្លួននាងហើយដឹងថាសូមានលាបទឹកអប់សូរុញគេចេញប៉ុន្តែហេនបានចាប់នាងជាប់រួចសួរដេញដោលថានាងទៅណាខ្លះក្រោយចេញពីធ្វើការខណៈពេលដែលហេនកំពុងសួរដេញដោលស្រាប់តែជីមបង្ហាញខ្លួនគេបានព្រួលហេនទៅលើដីភ្លាមបន្ទាប់ពីហេនងើបឡើងវិញគេបានស្រែកជេរជីមប៉ុន្តែត្រូវជីមចាប់ផ្ទុកនឹងជញ្ជាំងជីមនឹកឃើញដល់ទស្សនវិជ្ជាកាលពីជាតិមុនដែលសូត្រូវគេសម្លាប់គេក៏កាន់តែរឹតកហេនខ្លាំងឡើងសូប្រញាប់ចូលទៅខាត់ទើបជីមព្រមលែងដៃហេនក៏ងាកក្រោយរត់គេចខ្លួនបាត់ប៉ុន្តែបន្ទាប់ពីរត់បានមួយសន្ទុះគេស្រាប់តែគិតថាខ្លួនមិនគួររត់សោះរួចក៏បាញ់ចេញកំហឹងដាក់គំនោសម្រាមនៅក្បែរនោះសូសួរជីមថាហេតុអ្វីគេមកទីនេះជីមនិយាយថាគេគ្រាន់តែមានការងារឆ្លងកាត់តំបន់នេះប៉ុណ្ណោះប៉ុន្តែសូមិនជឿឡើយគ្មានជំរឿសជីមក៏និយាយត្រង់ថាមកពីអូនមិនទទួលទូរស័ព្ទបងគេបារម្ភខ្លាចហេនធ្វើបាបនាងទៅតាមមកជួយសូមានអារម្មណ៍ប្លែកចិត្តដែលជីមដឹងពីចរិតហិង្សារបស់គេហេនព្រោះកាលពីជាតិមុននាងមិនបានដឹងរឿងនេះរហូតដល់ចិត្តរៀបការជីមនិយាយថាគ្មានអ្នកណាអាចមកប៉ះពាល់អូនបានឡើយអូនគួរតែបំបត្តិដៃវាចោលមិញនឹងប៉ុន្តែសូបែរជាសួរជីមថាហេតុអ្វីគេក្បត់លូស៊ីគឺជាមិត្តល្អរបស់ខ្ញុំនាងក៏ដកទូរស័ព្ទមកទេទៅលូស៊ីពេលនោះហើយដែលជីមយល់ថាសូកំពុងយល់ច្រឡំគេបានដកទូរស័ព្ទទេទៅលូស៊ីដែលគេដាក់ឈ្មោះថាស្រីស្អាតបំផុតលើលោកលូស៊ីលើកទូរស័ព្ទរួចនិយាយថាហេតុអ្វីបងទេមកយកកណ្ដាលអាស្ទ្រីតបែបនេះសូបើបងមិននិយាយលេខកូដសម្ងាត់ក្នុងរយៈពេល5វិនាទីទេខនេះនឹងផ្ទោះមិនខាន5 4ជីមក៏និយាយកាត់ថាបងស្រឡាញ់អូនភ្លាមនោះលូស៊ីក៏ចុចបិទរួចប្រាប់សូថាឈ្មោះនោះគឺនាងជាអ្នកដាក់ដោយខ្លួនឯងទេជីមទេទៅម្ដងទៀតលូស៊ី